ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះផ្ទាល់ផងដែរសាកលវិទ្យាល័យទំនុកបានរៀបចំឡើងនៅពិធីប្រគល់បានសរសើរជូនដល់និស្សិតឆ្នាំប្រចាំឆ្នាំ2024-2025ប៉ុន្តែឥឡូវនេះគឺកម្មវិធីបានចប់ទៅដោយរលូនតែម្ដងហើយខ្ញុំក៏ចង់ដឹងដែរថាតើនិស្សិតរបស់យើងគាត់មានចំណាប់អារម្មណ៍យ៉ាងណាចំពោះកម្មវិធីនេះតោះអញ្ចឹងទៅសម្ភាសជាមួយគាត់ទាំងអស់គ្នាជំរាបសួរបងជំរាបសួរបងជាដំបូងខ្ញុំសូមឲ្យបងជួយណែនាំខ្លួនបន្តិចបានទេចាជាថ្មីម្ដងទៀតជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះសែនសិលាគឺជានិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យធនធានមនុស្ស Majoring Teaching English as a Foreign Language ចាអូខេអញ្ចឹងបងគឺជានិស្សិតឆ្នាំប្រចាំឆ្នាំ2024-2025អញ្ចឹងតើបងអាចជួយផ្ដល់កលឹះឬមួយក៏វិធីសាស្ត្រណាដែលបងអាចសិក្សាទៅបានផលនិងបានច្បាប់ថាល្អណាបងអាចជួយ share តិចបានទេចាបងអរគុណសម្រាប់សំណួរគឺចំពោះវិធីសាស្ត្រដែលបងអូនបានរៀនតែតែងតែអនុវត្តតាំងពីរៀននៅវិទ្យាល័យរហូតដល់នៅសាកលវិទ្យាល័យនេះគឺមានតែ3ចំណុចធំៗទេទី1ដែលសំខាន់ហ្នឹងគឺយើងត្រូវដឹងពីខ្លួនឯងសិនថាខ្លួនឯងចូលចិត្តរៀននៅពេលណាគឺសំខាន់មែនតើដោយសារតែគឺបងដឹងហើយគឺមានតកតងជាមួយនឹងអ្នកដែលជាសិស្សបកាយគាត់ចែករំលែក tip ជាច្រើនភាគច្រើនគឺគាត់ឲ្យរៀនពេលនេះទៅតាមអីដែលគាត់ប្រាប់ទៅថារៀនពេលព្រឹកទៅគឺឧទាហរណ៍ជាក់ស្ដែងគឺរៀនពេលព្រឹកទៅឆាប់ចាំអីចឹងណាប៉ុន្តែអីដែលយើងត្រូវដឹងហ្នឹងគឺពេលខ្លះគឺយើងអត់មនុស្សអត់ចូលចិត្តរៀនពេលព្រឹកអីចឹងទៅគឺយើងអត់អាច follow ទៅតាមវាហើយទទួលបានផលល្អដូចគាត់អីចឹងអីដែលយើងសំខាន់ហ្នឹងគឺត្រូវរៀនទៅតាមត្រឡប់របស់ខ្លួនឯងដែលខ្លួនឯងគិតថារៀនទៅគឺឆាប់ចូលអញ្ចឹងណាហើយទី2នោះគឺរៀនឲ្យខ្លាចទៅជាទម្លាប់មានន័យថាយើងទម្លាប់រៀនរាល់ថ្ងៃទៅឲ្យខ្លាចទៅជាទម្លាប់មានន័យថាដល់ពេលដែលយើងខានរៀនមួយថ្ងៃគឺយើងមានអារម្មណ៍ថាអូថ្ងៃហ្នឹងដូចធ្វើអីមួយខុសចំពោះខ្លួនឯងឬក៏យើងឲ្យរៀងខ្លាចថាខ្លួនឯងរៀនអត់បានល្អទទួលបានលទ្ធផលល្អអញ្ចឹងណាតែកុំដាក់សម្ពាធពេកហើយអីដែលសំខាន់នៅចំណុចទី3ហ្នឹងគឺជាចំណុចដ៏ធំផងដែរគឺដល់ពេលដែលខ្លួនឯងមានអារម្មណ៍ថា burn out ទៅលើការរៀនឬក៏ stress ពីរឿងអីផ្សេងគឺដាក់ចុះសិនបើសិនជានៅតែបន្តធ្វើវាទៀតវាដូចបង្ខំខ្លួនឯងឲ្យខ្លួនឯងកាន់តែមានអារម្មណ៍ថាខ្លួនឯងអត់គ្រប់គ្រាន់ទៅលើរឿងហ្នឹងហើយធ្វើឲ្យខ្លួនឯងកាន់តែសម្ពាធដល់ពេលដែលឧទាហរណ៍ពេលដែលយើងមានបញ្ហា stress ពីរឿងណាមួយនៅក្នុងជីវិតរបស់យើងអញ្ចឹងហើយយើងនៅតែបង្ខំខ្លួនឯងនៅក្នុងនៅធ្វើរឿងហ្នឹងទៀតគឺរៀនអត់ចូលទេអញ្ចឹងហើយគឺដាក់ចុះសិនពេលខ្លះការងារហ្នឹងវាអាចនឹងយើងគិតអត់ចាញ់នៅពេលដែលយើង stress ទេប៉ុន្តែគិតនៅចាញ់នៅពេលក្រោយនឹងអាចនឹងល្អនៅពេលក្រោយទៀតហ្នឹងហើយគឺជាចំណុចដែលខ្ញុំតែងតែអនុវត្តតាំងពីរៀនវិទ្យាល័យរហូតដល់សាកលវិទ្យាល័យអូល្អមែនតើចាបងសម្រាប់ការចែករំលែកមួយនេះអញ្ចឹងសំណួរចុងក្រោយថាតើបងមានពាក្យពេចន៍អ្វីដែលចង់និយាយទៅកាន់សាកលវិទ្យាល័យហើយថាតើបងចង់ឲ្យសាកលវិទ្យាល័យបាននឹងរៀបចំកម្មវិធីបែបហ្នឹងឡើងម្ដងទៀតអត់បងចាបងចំពោះចំណាប់អារម្មណ៍ខ្ញុំជាមួយនឹងកម្មវិធីទាំងមូលតែម្ដងនៅក្នុងថ្ងៃនេះគឺខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តទៅនឹងការដែលខ្ញុំមានកិត្តិយសបានចូលរួមដោយសារតែអីដូចបង្ហាញអំពីដូចថាលទ្ធផលដែលខ្ញុំបានខិតខំមកដើម្បីដែលមកនៅក្នុងថ្ងៃហ្នឹងដើម្បីជួបបងសិស្សបកាយតាំងប្រចាំឆ្នាំប្រចាំឆមាសជាពិសេសគឺប្រចាំចំនួនគឺមានអារម្មណ៍ថាមោទនភាពចំពោះគាត់ហើយគិតទៅលើខ្លួនឯងថាចង់ដូចគាត់ដែរហើយជាពិសេសគឺសូមអរគុណខ្លាំងមែនទែនទៅដល់សាកលវិទ្យាធិការដែលគាត់បានបង្កើតកម្មវិធីល្អជាពិសេសគឺកម្មវិធីដែលលើកទឹកចិត្តទៅដល់សិស្សពូកែដែលលើកទឹកចិត្តគាត់ឲ្យកាន់តែឲ្យគាត់នឹងគឺកាន់តែមានទឹកចិត្តខិតខំប្រឹងប្រែងរៀនតទៀតអូខេអរគុណច្រើនបងចាហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូថ្ងៃនេះអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ